មួយអ្នកទាំងអស់គ្នាចង់និយាយថាឥឡូវដើរមកដល់កន្លែងចំណុចទៀតហើយតែឥឡូវហ្នឹងខ្ញុំឃ្លានទៀតហើយប៉ុន្តែខ្ញុំមុខក្រាស់ខ្លាំងណាស់កាលមុនមកម្ដងឥឡូវមកម្ដងទៀតតែចង់ដឹងថាថ្ងៃហ្នឹងកន្លែងចំណុចគាត់មានមុខម្ហូបអីថ្មីអត់ប៉ុន្តែថ្ងៃមុនគាត់ប្រាប់ខ្ញុំថាចេះនៅកន្លែងគាត់ហ្នឹង Chef Nara អីគាត់មានទឹកជ្រលក់ថ្មីឥឡូវចង់ទៅដឹងថាទឹកជ្រលក់ហ្នឹងអីគេហើយចង់ដឹងថាអញ្ចឹងថ្ងៃហ្នឹងទៅជួបគាត់អត់តោះឥឡូវទៅហ្មងបាញ់និយាយច្រើនអ្នកនរគ្នាគាត់នៅមែនណាថ្ងៃនោះហេងតើឥឡូវចូលទៅសម្ភាសគាត់ហ្មងបងធ្វើអីហ្នឹងបងខ្ញុំថាខ្ញុំមកចង់ជួបហ្មងឥឡូវចង់ជួបហ្មងជួបនិស័យអូនណាថ្ងៃមុនចំណុចនិយាយដើមហ្មងឯងបែបខ្ញុំនិយាយយ៉ាងណាចាគាត់និយាយដើមហ្មងឯងថាហ្មងឯងធ្វើទៅជ្រលក់ឆ្ងាញ់ចាថ្ងៃហ្នឹងខ្ញុំឃ្លានពេលហ្មងឯងមើលលើកមុនមក2ដងឯងតែអត់ជួបហ្មងឯងឥឡូវមកលើកនេះជួបបដ ாய் ចុះយើងស្គាល់លេខទូរស័ព្ទនេះមិនទេហ៎បងពេលនោះចានិយាយបងកន្លែងនៅកាត់ចោលអូខេនេះទឹកជ្រលក់បងទឹកជ្រលក់បងមាន3រសជាតិចាមានក្រូចឆ្មាផ្លែ passion រសជាតិ passion ហើយរសជាតិ7ទុំអញ្ចឹងចង់បញ្ជាក់ថាទឹកជ្រលក់យើងទាំង3នេះយើងធ្វើឡើងដែលអត់មានប្រើសារធាតុប្រឆេងហើយក៏សារធាតុផ្ទុកឲ្យបានយូរដែរព្រោះយើងប្រើក្រូចឆ្មាគឺយើងយកក្រូចឆ្មាសុទ្ធមកធ្វើច្បាច់យកទឹកហើយយើងគាត់ថាយើងច្រោះយកកាក់សាច់ចេញហើយផ្លែ passion ក៏ដូចគ្នាយើងយក passion ណាដែលជូរដើម្បីយកមកធ្វើអញ្ចឹងរៀងចំណាយពេលធ្វើបន្តិចហើយបើគិតថាមិនក៏លក់រៀងថ្លៃមែនដោយសារអីតាមពិតបើយើងធ្វើធម្មតាដូចទឹកជ្រលក់ធម្មតាក៏លក់មួយដបដូចជា4-5 ពាន់ដែរតែធំយ៉ាងហ្នឹងតែសួរឆ្ងាញ់អត់មិនយើងវាយបហាគេបន្ថែសួរគេប្រើពិសេសអត់អ្នកខ្លះទុកខាងក្រៅបន្តិចបើគាត់របស់យើងនេះយើងប្រើសារធាតុទៅទុកឲ្យតម្លៃបានយូរអញ្ចឹងយើងពិបាកនិយាយដែរថារបស់គេមិនរបស់យើងមិនទេគាត់ថាបងនេះបងទៅបងហ៊ានធានាជូនទាំងរសជាតិហើយទាំងគុណភាពមកអូខេចាអ្វីដែលសំខាន់ទាំងគុណភាពទាំងរសជាតិនិងតម្លៃអ្នកនរគ្នាខ្ញុំគិតថាប៉ុណ្ណេះវាអត់ថ្លៃទេសំខាន់រសជាតិវាអាចនិយាយទៅវាខុសពីកន្លែងលក់ដតីអ្នកនរគ្នាព្រោះនេះខ្ញុំគិតថាឆ្ងាញ់តែបងសុំថងខ្មៅមួយមកបងយកទៅបានទេហូចចាំចាប់សិនខ្ញុំចាប់អូយអត់មិនដាក់ថងខ្មៅដាក់នេះមកថងខ្មៅកាបូបអាយថ្ងៃហ្នឹងមកយកថ្ងៃហ្នឹងមកយកបងប្អូនអរគុណញាក់មកណាហើយតែកុំបានទៅណាបងប្អូនរៀបចំមេនូថ្មីសម្រាប់កន្លែងសេណយពងបរិញ្ញារបៀបគាត់ធ្វើព្រោះយើងនឹងធ្វើជាមួយនឹងទឹកជ្រលក់របស់បងចាអញ្ចឹងអានេះយើងមានលក្ខណៈភ្លាត្រីលាយជាមួយបកាចាបែបខ្មែរយើងមិនតែប្រើជាមួយរសជាតិទឹកត្រីរបស់បងអញ្ចឹងថ្ងៃនេះប្រហែលជាយើងជ្រើសរើសយកដែលអាចញ៉ាំមួយនឹងបានក្រូចឆ្មាក៏បានរសជាតិផ្លែ passion ក៏បានចាឥឡូវចង់ដឹងរសជាតិមិនចង់ដឹងបងអូខេចាំទៅទៀតចាំមួយថ្ងៃនេះឆ្ងាញ់មាត់ទៀតអ្នកនរគ្នាចូលចិត្តដែរអូខេអូយមិនស្មានថាបងនៅចាំសោះអូខេឥឡូវទៀតណាឥឡូវសូមពេលប្រហែល5នាទីបងរៀបចំហើយបងរៀបចំឲ្យអូនអូខេទៀតទៅដល់គ្នាបងប្អូនអូខេបាយបាយនេះចេះសុបាយជំរាបសួរបងជំរាបសួរបងដុចលោកមុនមកបានជួបតែបងដុចហើយបានជួបបងឯងតែកណេះចង់និយាយថាមានសំណាងមកតាមពិតខ្ញុំត្រូវមកហៅបងឯងទេថ្ងៃហ្នឹងនៅផ្ទះឃ្លានបងឯងមើលដល់ពេលអញ្ចឹងតែខ្ជិលធ្វើម្ហូបថាមកហៅបងឯងតែខៃលំមានមនុស្សថ្មីតែដល់ពេលឥឡូវមកជួប Chef Nara អូយកំពូល Chef ហ្មងនៅក្នុងកម្មវិធី Master Chef បងប្អូនដឹងហើយចាឥឡូវថ្ងៃនេះយើងមានមនុស្សថ្មីអីដែរបងថ្ងៃនេះតាមពិតបងចង់បង្ហាញតាមពិតក្រុងថាធ្វើម្ហូបនេះដើម្បីបង្ហាញដល់បងប្អូនដើម្បីគាត់ញ៉ាំជាមួយនឹងទឹកជ្រលក់របស់បងព្រោះនៅកន្លែងសេណុចគាត់គឺគាត់មានទឹកជ្រលក់របស់បងលក់នៅក្នុងស្រុកគឺយើងមាន3រសជាតិដូចតែបងប្អូនដែលធ្លាប់បានដឹងទី1យើងមានរសជាតិក្រូចឆ្មារសជាតិ7ទុំហើយនិងរសជាតិផ្លែ passion អញ្ចឹងថ្ងៃនេះចង់បង្ហាញបងប្អូនអំពីមុខម្ហូបមួយដែលយើងគ្រាន់តែមានទឹកជ្រលក់របស់ខ្ញុំហើយអាចធ្វើញ៉ាំបានយ៉ាងឆ្ងាញ់នៅផ្ទះចង់ដឹងថាមុខម្ហូបនោះមុខម្ហូបអីតាចឹងឥឡូវយើងដល់វគ្គដែលត្រូវលាយជូនបងប្អូនយើងថារបៀបនៃការលាយមុខម្ហូបថ្មីរបស់យើងនេះយ៉ាងម៉េចខ្លះតោះឥឡូវនៅចាប់តាមសាច់បកាស្រស់ដែលយើងកាត់គ្រាប់បងប្អូនចាមើលចឹងយើងមានសាច់បកាស្រស់បងប្អូនណាបាទបងប្អូនចង់ប្រើតែបកាសុទ្ធក៏បានប្រើលាយរបៀបពួកខ្ញុំលាយនេះក៏បានអញ្ចឹងថ្ងៃនេះយើងលាយបកាឲ្យមួយត្រីសាម៉ាន់ត្រីសាម៉ាន់ស្រស់ដូចគ្នាបកាស្រស់ដូចគ្នាថ្ងៃនេះគឺមកបង្ហាញបងប្អូនមើល
អូខេហើយបន្តមកខ្ទឹមសបងប្អូនបាទហើយខ្ទឹមក្រហមបាទហើយលើកនេះយើងមានយើងបន្ថែមគល់ល្ខីតិចទៅគល់ល្ខីតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តក្លិនគល់ល្ខីច្រើនរសជាតិក្លិនល្ខីច្រើនអាចដាក់ថែមបានហើយបន្តិចទៀតយើងមានជីកមុកយើងមានជីញងវងបាទជីគេហៅអ្នកខ្លះហៅជីស្ពណ៌ត្រីអញ្ចឹងទៅបាទហើយជីអង្កាមបាទដាក់ចូលគ្នាមួយទៀតសម្រាប់ម្ទេសបងប្អូនដាក់ក៏បានមិនដាក់ក៏បានបងប្អូនចូលចិត្តហឹរបងប្អូនដាក់ទៅច្រើនក៏បានតិចក៏បានបាទបន្តមកទៀតបងប្អូនបាទអានេះទឹកប្រហុកបងប្អូនទឹកប្រហុកខ្មែរយើងណាបាទទឹកប្រហុកបងប្អូនដាក់តាមចូលចិត្តបងប្អូនចូលចិត្តក្លិនប្រហុកខ្លាំងដាក់ច្រើនចូលចិត្តតិចដាក់មកល្មមណាបងប្អូនណាអូខេបាទបងប្អូនឆ្ងល់ទេអានេះសេគេណាសស mayonnaise ច្រើនមុខបងប្អូនណាមើលឲ្យតាន់បងប្អូនណាចឹងមុខម្ហូបនេះបញ្ជាក់បងប្អូនដូចគ្នាថាបងប្អូនចង់ប្រើរសជាតិផ្លែ passion ក៏បានរសជាតិក្រូចឆ្មាក៏បានអញ្ចឹងអានេះចង់បង្ហាញបងប្អូនឥឡូវយើងប្រើជាមួយរសជាតិក្រូចឆ្មាណាថាឈ្ងុយឲ្យឆ្ងាញ់ប៉ុណ្ណាចឹងកាលណាចង់បញ្ជាក់បងប្អូនថាទឹកជ្រលក់របស់ខ្ញុំមិនមែនសម្រាប់តែជ្រលក់សាច់ទេបងប្អូនអាចយកមកញ័រក៏បានយកមកភ្លាក៏បានអូខេបងប្អូនចាជិះឆាមុខម្ហូបនេះឈ្មោះអីគេភ្លាត្រីសាម៉ិនបែបទំនើបឬក៏ភ្លាគ្រឿងសមុទ្របែបទំនើបព្រោះនេះសារយើងមានត្រីសាម៉ិនផងយើងមានបកាស្លាស់ផងអញ្ចឹងយើងអាចប្រែថាភ្លាតែនេះតបិតភ្លាជារបស់ខ្មែរយើងក៏ណាខ្ញុំមកកាត់ឬប្រមូលថ្មីដោយសារយើងថែមមកចំណេះចូលបន្តិចទៅដើម្បីឲ្យវាមានភាពឈ្ងុយទន់បន្ថែមទៀតអញ្ចឹងណាបងប្អូនទឹកឆាដាក់ប៉ុណ្ណឹងបានតិចទៀតដាក់កំប៉ុងណារបស់ប៉ិតណាបងប្អូនណាអត់មានពុកពីណាបងប្អូនឥឡូវជួបរបស់ប៉ិតហើយបងប្អូនធ្លាប់តែជួបនៅក្នុងទូហើយណាឥឡូវមកជួបនៅក្នុងវីដេអូទៀតតែបងប្អូនចង់ជួបពួកគាត់នៅខាងក្រៅបងប្អូនអាចមកហាងពួកគាត់បានចាហើយហាងសួររយបងប្អូននៅផ្សារកាប់គោពលានយន្តហោះកន្លែងនឹងកាត់មានឯករាជ្យកន្លែងនឹងកាត់ហើយមិននិយាយខុសផ្សារកាប់គោនៅចិត្តពោធិ៍ចិនតុងផ្សារកាប់គោវាមានឯករាជ្យបងប្អូនបែបផ្សារកាប់គោពោធិ៍ចិនតុងណាបងប្អូនណាតំណងណាបងតើបងឥឡូវយើងហើយណាបងណាឥឡូវហើយឥឡូវបងចង់ឲ្យនួនភ្លក់មើលណាមិនដែរអូខេនួនតាមបងចាំដូចនួនជួយចិត្តហឹលដែរជួយចិត្តហឹលហ៎បងក៏ឥឡូវយើងដូចបងប្រាប់ហ្នឹងយើងអាចហើយយើងជួយចិត្តហើយថែមម្ទេសណាគាត់នេះលាយមិញលាយមកល្មមទេអញ្ចឹងបងប្អូនតែជួយចិត្តហើយអាចថែមម្ទេសបាទនេះតាមការជួយចិត្តរបស់បងប្អូនហើយយើងមានខ្ទឹមបំពងទៅបាទខ្ទឹមបំពងហើយមានត្រសក់តិចមកបាទទៅណាបងប្អូនមើលបងប្អូនមើលបងប្អូនបាទមើលមកក៏ឆ្ងាញ់អត់អូខេមិនដែរណាបងប្អូនឆ្ងាញ់ហេកាមេរ៉ាលេទឹកមាត់មកកាមេរ៉ាកុំឲ្យចំណាយគ្នាមកកាមេរ៉ាមកខ្ញុំនិយាយអីមួយទៀតកុំឲ្យកាមេរ៉ាចំណាយមកចូលមកចិត្តតិចមកកាមេរ៉ាមកកាមេរ៉ាចូលមកចិត្តអាយយទេចង់ញ័រដៃកាមេរ៉ាហាមាត់កាមេរ៉ានេះបងប្អូនហើយខ្ញុំធ្លាប់តែមើលនៅក្នុងទូហាហើយខ្ញុំគិតថាខ្ញុំអត់នឹកស្មានថាថ្ងៃនេះខ្ញុំបានមកភ្លក់ស្នាដៃរបស់គាត់ផ្ទាល់ហ្មងបងប្អូនទាំងអស់គ្នាឆ្ងាញ់មែនតើរសជាតិនេះអត់មាន2ទេមានតែ1ទេហើយបើសិនជាបងប្អូនចង់មានតែ1តបងប្អូនមកទិញទឹកជ្រលក់ពីខាងគាត់ខាងពិធីកស្រីស្អាតគាត់ភ្លក់ហើយនៅសល់តែខាងអ្នកលីគាត់បានភ្លក់កាមេរ៉ាក៏ភ្លក់ហើយដែរអត់មានលេបប្រមាត់ទៀតទេឥឡូវមើលទៅយ៉ាចាំមើលមាត់គាត់បងប្អូនថាក្លិនឈ្ងុយចេញពីមាត់គាត់ហើយរសជាតិយ៉ាងម៉េចបងប្អូនជួយហាត់ងាញ់បែបហ្មងអូខេអញ្ចឹងបងប្អូនដែលចង់បានរសជាតិទឹកជ្រលក់ដែលក្រៅពីសម្រាប់ទឹកជ្រលក់សាច់ហើយអាចទៅញោមទៅភ្លាបានកុំភ្លេចទឹកជ្រលក់របស់ Chef Nara ហើយមាននៅកន្លែងរបស់ស្រីណុចបាទហើយ
chia sẻ một hộp bênนี้chọn bài chọn đang đôi chia một hộp đi ngay vào pan á ngôi vào pan á em vào pan á mà lại sẽ nói bằng một ok បងប្អូនបើចង់បានម្ហូបឆ្ងាញ់មាន steak មានដូចម្ហូបដែលគាត់ធ្វើដាក់នេះបងប្អូនអាចមករកកន្លែងចំណុចបានដែលទីតាំងរបស់គាត់នឹងនៅផ្សារកាប់គោវាមានឯករាជ្យបញ្ជាក់បងប្អូនម្ដងទៀតផ្សារកាប់គោវាមានឯករាជ្យផ្សារកាប់គោបូជតុងណាបងប្អូនចាដល់នៅបូជតុងហត់ឃើញបងប្អូនផ្សារកាប់គោមានចង់និយាយថាទឹកជ្រលក់ហ្នឹងមានរថដំណើរចែកចាយអីបងមានព្រោះឥឡូវតាមពិតយើងមានតាមកន្លែងផ្សារមួយចំនួនដែលក្រៅពីកន្លែងចំណុចបាទមាននៅម្ដុំភ័យហួតក៏មានដែរហើយនៅព្រៃភ្នៅក៏មានដែរបងប្អូនបាទចុះបើសិនជាគាត់ចង់បានទឹកជ្រលក់នឹងយកទៅលក់បន្តអីគាត់អាចតាក់ទងតាមណាវិញមកអាចតាក់ទងមកខ្ញុំបានផ្ទាល់តាមរយៈលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់គឺ010 88 89 83អរគុណបើសិនជាបងប្អូនអត់ចាំខ្ញុំនឹងដាក់នៅលើ caption ខាងលើនេះបានអញ្ចឹងបងប្អូនអាចតំណតំណងបានបើសិនជាបងប្អូនចង់ធ្វើតំណាងចែកចាយទឹកជ្រលក់របស់ Chef Nara អរគុណច្រើនអរគុណអរគុណបាយបាយ